ហើយឃើញថាក្រោយពីសម្ភាសពីពេលជាមួយនឹង router ហើយនឹង Fox Digital អឺប្រទេសថៃចាប់ផ្ដើមប្រតិកម្មទាំងព្រឹកនៅថៃឡង់មានការចាប់ផ្ដើមទាំងប្រតិកម្មចំពោះលោកហ៊ុនម៉ាណែតប៉ុន្តែទោះបីយ៉ាងណាខ្ញុំគ្រប់គ្រងលោកហ៊ុនម៉ាណែតថាលោកហ៊ុនម៉ាណែតត្រូវតែនិយាយរឿងហ្នឹងហើយការសម្ភាសរបស់លោកហ៊ុនម៉ាណែតជាមួយនឹង router ជាមួយនឹង Fox News ត្រូវតែធ្វើខ្ញុំដឹងហើយតែចំណាយដើមទុនដើម្បីរៀបចំសម្ភាសពីរហ្នឹងហើយលោកហ៊ុនម៉ាណែតត្រូវតែធ្វើខ្ញុំឃើញលោកហ៊ុនម៉ាណែតប្រយ័ត្នប្រយែងក្នុងការនិយាយស្ដីប៉ុន្តែត្រូវតែធ្វើបើមិនសិនជាមិនធ្វើទេគឺអត់បានទេសៀមពាត់យកដីអញ្ចឹងអ្វីដែលលោកហ៊ុនម៉ាណែតគាត់និយាយគឺខ្ញុំគ្រប់គ្រងឲ្យគាត់និយាយរឿងហ្នឹងបាទហើយខ្ញុំក៏មិនភ្លេចនឹងរំលឹកបងប្អូនទេថារឿងដែលសៀមពាត់យកដីគឺមកពីតាសែនគាត់ស៊ីត្រាវតាសែនគួរអង្គុយមើលកូនគាត់ជួសជុលការខូចខាតតែគាត់បានបណ្ដាលឲ្យកូនគាត់ទទួលថ្មបាក់លោកសែនលោកតាសែនត្រូវតែកាត់ថ្មចំណាំខ្លួនឯងថាអ្វីដែលធ្វើឲ្យសៀមកាន់កាត់ទឹកដីបានគឺមកពីមាត់តាសែនហើយនឹងអំនួតតាសែនបើចង់ឲ្យកូនកាន់អំណាចបានមមតំថ្ងៃមុខគួរណាស់ប្រយ័ត្នមាត់អត់ខ្លាំងដូចមុនទេពីព្រោះល្បិចតាសែនចូលអន្ទះសៀមហើយល្បិចតាសែនអាជីពព្រែកពូននអាចកូននោះចូលអន្ទះយួនល្បិចតាសែនអារឿងចេះដឹងរឿងគេនៅយោបាយថៃចូលអន្ទះសៀមអញ្ចឹងតាសែនមិនមែនឲ្យគាត់ខុសទេមិនឲ្យបងឯងខុសទេប៉ុន្តែរឿងដែលស្មុគស្មាញរហូតដល់សប្តាហ៍គឺរឿងបងឯងបង្កើតឡើងដូច្នេះបងឯងត្រូវចាំតិចថាល្បិចបងឯងអស់មានក្បួនហើយទុកឲ្យក្មេងគេស្រាវជ្រាវរកវិធីដោះស្រាយណាដំណើរទស្សនកិច្ចរបស់ហ៊ុនម៉ាណែតមកកាន់សហរដ្ឋអាមេរិកលើកនេះអត់ស្បាយដូចមុនទេសូម្បីតែនៅក្នុងបទសម្ភាសន៍យើងឃើញថាហ៊ុនម៉ាណែតនិយាយមិនស្បាយទេគឺនិយាយតឹងណាស់ដោយសារការប្រយ័ត្នប្រយែងក្នុងការប្រើពាក្យសម្ដីនិងការយកចិត្តទុកដាក់លើកិច្ចការម៉ាណែតនិយាយអង់គ្លេសអត់រលូនដូចមុនទេធម្មតាតែខ្ញុំគ្រប់គ្រងហ៊ុនម៉ាណែតណាខ្ញុំគ្រប់គ្រងហ៊ុនម៉ាណែតឲ្យនិយាយចឹងខ្ញុំគ្រប់គ្រងហ៊ុនម៉ាណែតបាទខ្ញុំគ្រប់គ្រងហ៊ុនម៉ាណែតនៅទង្វើហ្នឹងខ្ញុំរិះគន់ផងខ្ញុំគ្រប់គ្រងផងអញ្ចឹងអ្វីដែលនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាធ្វើគឺខ្ញុំគ្រប់គ្រងបាទថៃនឹងបន្តធ្វើប្រតិកម្មចំពោះនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបន្តទៅទៀតនៅពេលដែលនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតធ្វើដំណើរទៅប្រទេសអឺរ៉ុបបើសិនជាខ្ញុំដឹងរឿងតទៅទៀតខ្ញុំនឹងជម្រាបណាអូខេខ្ញុំនឹងជម្រាបណាខ្ញុំនឹងជម្រាបអានឹងប៉ុណ្ណឹងហើយសំណេះសំណាលបន្តិចE-King កម្ពុជាដើរដល់ផ្លូវតលហើយគ្មានប្រទេសណាហ៊ានលុបដៃជួយអន្តរាគមន៍ចំនួនរវាងកម្ពុជានិងថៃឡើយពីព្រោះប្រទេសទាំងពីរស្ថិតក្រោមអាមេរិកE-King មិនមែនមកពីអញ្ចឹងទេមកពីថានៅពេលដែលគេចង់ជួយកម្ពុជាគេត្រូវកលេចមើលថាកម្ពុជាមានអ្វីដោះដូរនឹងគេហើយនៅពេលដែលគេកលេចមើលការដោះដូរជាមួយកម្ពុជាគេក៏កលេចមើលថៃថាតើមានអីដូរច្រើនជាងបើសិនណាជាថៃមានអ្វីណាថៃមានអ្វីដោះដូរច្រើនជាងអ្នកដែលជួយនឹងគេថ្លឹងថ្លែងមើលថាតើគេគួរជួយអ្នកណាជាងពីព្រោះអ្នកណាមានអ្វីឲ្យគេជាងណាមានអ្នកណាឲ្យអីគេជាងអ្នកដែលជួយគឺត្រូវការប្រយោជន៍មនុស្សធម៌អត់មានទេតើយើងទាំងអស់គ្នាដឹងថាមនុស្សធម៌គ្រាន់តែជារបស់សល់តូចដែលសម្រាប់វិច្ចខ្ចប់មហិច្ឆតាខ្ញុំនិយាយពាក្យខ្មែរម្ដងទៀតចែកបងប្អូននឹងស្ដាប់មើលមនុស្សធម៌គឺជាប្រដាប់វិច្ចខ្ចប់មហិច្ឆតាតើបងប្អូនយល់ពាក្យហ្នឹងទេមនុស្សធម៌គឺជារបស់ដែលគេវិច្ចខ្ចប់មហិច្ឆតានេះគឺជាមហិច្ឆតា
គេយកกระดาษមួយឈ្មោះថាមនុស្សធម៌មកវិចខ្ចប់មហិច្ឆតាហើយគេលើកឡើងហើយគេថានេះគឺជាមនុស្សធម៌យល់ពាក្យហ្នឹងណាមនុស្សធម៌គឺជាប្រដាប់វិចខ្ចប់របស់មហិច្ឆតាយើងអាចបានទទួលនៅមនុស្សធម៌ប៉ុន្តែត្រូវដឹងថាមនុស្សធម៌គឺជាប្រដាប់វិចខ្ចប់មហិច្ឆតាគឺជាគោលដៅគោលបំណងដែលគេតាំងចិត្តណាតាំងចិត្តអូខេគេតាំងចិត្តអាហ្នឹងអញ្ចឹងណាបាទគេតាំងចិត្តអញ្ចឹងសូមឲ្យយល់ថាមនុស្សធម៌គឺជាប្រដាប់វិចខ្ចប់មហិច្ឆតាគឺជាស្នូលគឺជារបស់នៅខាងក្នុងយើងចេះប្រើប្រាស់វាយើងចេះទទួលវាយើងចេះចាត់ចែងវាណាអូខេយើងចេះទទួលវាយើងចេះចាត់ចែងវាទៅបានយើងចេះទទួលវាយើងចេះចាត់ចែងវាទៅបានបាទអាហ្នឹងអញ្ចឹងយើងចេះទទួលវាយើងចេះចាត់ចែងវាទៅបានអូខេលោកតាដឹងទេថាវៀតណាមចូលជាសមាជិកអចិន្ត្រៃយ៍ហើយឬនៅខ្ញុំអត់ដឹងទេខ្ញុំខ្ជិលឆែកតែបើវៀតណាមគេចូលគេត្រូវការអីបច្ចុប្បន្ននេះខ្ញុំកំពុងតែតាមសង្កេតអំពីរបស់ដែលវៀតណាមគេចង់បានគេមកពិភាក្សាជាមួយនឹងសហរដ្ឋអាមេរិកក្នុងរឿងចំនួនហើយនឹងពន្ធគយណាក្នុងចំនួនហើយនឹងពន្ធគយអញ្ចឹងអ្វីដែលគេចង់បានគេមិនសូវជាចាប់អារម្មណ៍នឹងហ្គាហ្សាទេគេចាប់អារម្មណ៍ពីសេដ្ឋកិច្ចពាណិជ្ជកម្មរបស់គេប្រុងគេឲ្យក្លិនថាគេចង់ទិញយន្តហោះ200គ្រឿងឥឡូវឃើញគេចុះហត្ថលេខា90គ្រឿងតើគេទិញស្អីទៀតគេធ្វើអីទៀតយើងមិនទាន់ដឹងខ្ញុំតាមដានរឿងហ្នឹងចង់ដឹងរបៀបគេខំប្រឹងស្វាស្វែងដើម្បីការពារប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មរបស់គេណារឿងគេចូលអចិន្ត្រៃយ៍ឬមិនអចិន្ត្រៃយ៍គេមានលុយពីព្រោះគេមកគេរកលុយគេមកហ្នឹងគេរកលុយគេមាន trade surplus ជាមួយសហរដ្ឋអាមេរិកប្រហែលជា$150,000 លានចំណែកយើងមាន trade surplus ជាមួយសហរដ្ឋអាមេរិកប្រហែលជា$18,000 លានណាគេ$150,000 លានណាអាហ្នឹងចឹងណាលោកតាមានមេដឹកនាំណាដែលលោកតាពេញចិត្តចៅសួរខុសមិនចៅចាប់អារម្មណ៍រឿងតាពេញចិត្តមិនក៏ចៅមិនរៀនសម្គាល់មេដឹកនាំដោយចំណេះដឹងរបស់ចៅពីព្រោះចៅជាអ្នកខ្ញុំនៅស្រុកអាមេរិកនេះប្រទេសអាមេរិកប្រជាជនអាមេរិកគេបោះឆ្នោតគេមានខួរក្បាលគេហើយគេមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសចៅទេដែលត្រូវខំប្រឹងរៀនដូចម្ដេចដើម្បីរើសមេដឹកនាំឲ្យបានជាប្រយោជន៍របស់ចៅផ្ទះចៅកើតជំងឺផ្ទះតាកើតជំងឺបើមានពេទ្យចៅទេដែលកើតជំងឺចៅគឺជំងឺខ្វាក់យ៉ាងម៉េចពីព្រោះអត់អាចរើសដឹកនាំមេដឹកនាំបានទេដោយសារល្ងងអញ្ចឹងចៅទៅខ្វល់អីតាណាទៅខ្វល់អីតាស្រឡាញ់ក៏អត់ចំណេញចៅឯងណាតាពេញចិត្តក៏អត់ចំណេញចៅឯងគួរតែរៀនធ្វើម៉េចឲ្យចៅឯងចេះរើសមេដឹកនាំឬចេះធ្វើម៉េចឲ្យមានមេដឹកនាំល្អមេដឹកនាំប្រសិទ្ធភាពអញ្ចឹងទេណា hello Jenny beautiful town រឿង Gaza នេះវែងឆ្ងាយណាស់បាទរតនៈគំឌីត្រឹមត្រូវប្រជាជនប៉ាឡេស្ទីនគេយល់ព្រមដែរទេស្រីចំណុចនេះគឺជាចន្លោះប្រហោងដែលកំពុងកើតឡើងការប្រជុំម្សិលមិញនេះគ្មានប៉ាឡេស្ទីនមកប្រជុំទេចំណុចប្រហោងមួយជាចន្លោះប្រហោងមួយណាសាមីខ្លួនអត់មកប្រជុំទេចន្លោះប្រហោងមួយទៀតគឺ
នាយករដ្ឋមន្ត្រី Benjamin Netanyahu អត់ចូលប្រជុំទេឲ្យរដ្ឋមន្ត្រីការបរទេសមកប្រជុំហើយក៏អត់មាន commitment ណាសេរីអូខេដូរ៉ាយរឿងមកងល់នឹងហុងស៊ុយនេះជាជំងឺឆ្លុះបង្វែងមកពីអួតចូលហើយនឹង fake មនុស្សដល់ពេលអួតចូល fake មនុស្សកើតសេចក្តីល្ងងច្រើនវាងប់ងល់នឹងហុងស៊ុយអានឹងចឹងណាមិនចឹងយ៉ាងកណិថាអូខេខ្ញុំមិនសូវចាប់អារម្មណ៍ប្រហែលទេគាត់ចាប់អារម្មណ៍ត្រង់ថាអ្នកស្ដាប់ទៅអាចយកទៅប្រើជាចំណេះដឹងបានអ្នកខ្លះទៅបង់លុយចូលសមាជិកហុងស៊ុយរៀនមើលហុងស៊ុយអស់រាប់ពាន់រាប់ម៉ឺនឲ្យគេធ្វើទៅយើងកុំចំណាយលុយទៅបានហើយបាទអ្នកចង់ចាប់ដៃខ្ញុំមើលហុងស៊ុយអីខ្ញុំប្រាប់តែមិនបាច់ទេខ្ញុំអត់ត្រូវការហេហើយតែនិយាយច្រើនពេកអីមកគុណមកទាយខ្ញុំអត់សួរអីនិយាយច្រើនពេកខ្ញុំថាខ្ញុំដើរចេញបើខ្ញុំដើរចេញខ្ញុំដើរចេញខ្ញុំសុំប្រាប់ថាសុំបីតែខ្ញុំចូលបននៅនឹងវត្តណាខ្ញុំចូលអនឡាញវត្តខ្ញុំលើកដៃទៅប្រទិសមគ្គផលជូនបុព្វការីជនខ្ញុំអាចារ្យត្រូវការសោតដាក់មីក្រូហ្វូនច្រើនថ្ងៃក្រោយខ្ញុំឈប់ទៅចូលបនខ្ញុំខ្មាស់គេខ្ញុំមាន$20ទៅចូលបនអាចារ្យស្រែកឡើងកប់អាកាសទទួលសម្បត្តិច្រើនពេកខ្ញុំខ្មាស់គេខ្ញុំថ្ងៃក្រោយខ្ញុំឈប់ចូលបនខ្ញុំធ្វើកិច្ចការផ្សេងមនុស្សខ្ញុំអញ្ចឹងខ្ញុំខ្មាស់គេអូខេការអភិវឌ្ឍប្រទេសជាតិ20ឆ្នាំចុងក្រោយនេះតើចំណុចលោកតាគិតថារដ្ឋាភិបាលត្រូវធ្វើឲ្យចំណុចណាអត់ទេតាអត់មានបញ្ហានឹងនិយាយទេចា20ឆ្នាំចុងក្រោយនេះខ្មែរយើងកំពុងតែលងខ្លាំងជឿថាអ្វីវាល្អទាំងអស់ពីព្រោះខ្មែរយើងមួយចំនួនបានជួបនឹងការមានបានដោយសារដីឡើងថ្លៃហ្នឹងវាជាអភូតហេតុទីផ្សារដ៏អស្ចារ្យដែលធ្វើឲ្យមនុស្សមានលុយខ្លាំងភ្ញាក់ផ្អើលមែនទែនដែលមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រខ្មែរយើងអញ្ចឹងហើយធ្វើឲ្យខ្មែរយើងទទួលនៅអភូតហេតុនេះហើយជឿថាការដឹកនាំរបស់លោកហ៊ុនសែនគឺជាដុំមាសដុំពេជ្រដោយសារមនុស្សមួយចំនួនចំណាយត្រឹមពាន់តែកើតលុយមកវិញដល់លានដូច្នេះហើយក៏កើតនៅជំងឺ3យ៉ាងគឺចូលអួតហើយនឹង fake ដល់វាកើតអញ្ចឹងទោះបីនិយាយដូចមិនដាច់ក៏ដោយក៏នៅមានខ្មែរយើងជឿថាឱកាសមាសប្រាក់របស់គេនៅតែមានពីព្រោះគេជួបប្រទះនឹងបាតុភូតមួយដ៏អស្ចារ្យគឺដីឡើងថ្លៃណាអញ្ចឹងនៅក្នុង20ឆ្នាំនេះបាតុភូតនេះមនុស្សនៅជឿខ្លាំងណាស់នៅជឿខ្លាំងអត់អាចអ្នកណាមួយទៅកែប្រែចិត្តនៃជំនឿបាតុភូតនេះទេនៅពេលថ្មីនេះគេនិយាយថាទីផ្សារអចលនទ្រព្យងើបឡើងវិញក៏ជាបាតុភូតដែលគេរងចាំដូច្នេះគ្មាននរណាអាចកែប្រែចិត្តគំនិតនេះបានទេបាទអត់មានអ្នកណាកែប្រែចិត្តគំនិតបានទេបាទអាយ៉ាវកាន់នេះថាវីដេអូយឺតនឹងពួកត្រផ្លោកខំប្រឹងលុញវាជាការដែលគេខំប្រឹងភ្នែកយើងក៏វាកើតជំងឺចូលមើលទៅជឿបដ គ្មានអីប្លែកទេណាចាគ្មានអីប្លែកទេតែគ្មានដូណាល់ត្រាំឯណាដើរទៅចាប់ដៃមនុស្សម្នាក់តែឯងទេអូខេអានឹងអញ្ចឹងណាអូខេអានឹងគឺជាចំណុចមួយអញ្ចឹងកុំចំពោះភ្នែកអ្នកចូលគេជឿផ្នែកភ្នែកអ្នកអត់ចូលមើលទៅដឹងទៀត
ជួយបញ្យល់បន្ថែមអំពីរបបឬប្រពៃណីសក្តិភូមិអស់នេះទេចាំលើក្រោយសូមរំលឹកពូនិយាយប្រាប់សម្ដេចធិបតីងាកទៅរកអាមេរិកឲ្យជួយអាចធ្វើឲ្យលោកប្រធានាធិបតីអន់ចិត្តទេរឿងនេះជាការសាកល្បងតស៊ូនយោបាយការទូតវិបុលយើងមិនអាចចេះតែខ្លាចមុខខ្លាចក្រោយទេត្រូវជ្រើសរើសធ្វើនយោបាយការបរទេសតាមលទ្ធភាពដែលហ៊ុនម៉ាណែតគាត់ធ្វើបានអញ្ចឹងអ្វីដែលហ៊ុនម៉ាណែតធ្វើត្រូវតែឆ្លងកាត់ការប្រុងប្រយ័ត្នហើយត្រូវតែឆ្លងកាត់ហានិភ័យអត់ខ្លាចចិត្តគេបានទេវិបុលពីព្រោះជីវិតប្រទេសជាតិរបស់ខ្លួនឯងជីវិតអំណាចតកូលហ៊ុនខ្លួនឯងណាអញ្ចឹងខ្ញុំជម្រាបលាត្រឡប់មកជួប3ទៅ5នាទីទៀត